បាទសួស្តីបងប្អូនទាំងអស់គ្នាសាជាថ្មីចឹងថ្ងៃនេះយើងមកសិក្សាទៅលើចំណុចសំខាន់មួយចំនួនទៀតដែលមាននៅក្នុងអក្សរសិល្ប៍ខ្មែរយើងដែលយើងអាចលើកយកជាឧទាហរណ៍ក្នុងការសរសេរសំណេរតែសេចក្តីយើងក៏ដូចជាយកទៅធ្វើជាអំណះអំណាងសម្រាប់ការបកស្រាយនៅក្នុងតែសេចក្តីយើងផងដែរចឹងថ្ងៃនេះយើងចូលដល់រឿងមួយទៀតគឺរឿងទុំទាវបាទចឹងរឿងទុំទាវគឺមានចំណុចជាច្រើនដែលយើងអាចលើកយកទៅសរសេរជាអំណះអំណាងនៅក្នុងសំណេរតែសេចក្តីយើងបាទចឹងបើប្រធានចឹងទាំងឡាយណាដែលបង្ហាញពីទំនៀមទម្លាប់អត្តសញ្ញាណជាតិខ្មែរបាទចឹងក្នុងរឿងទុំទាវយើងអាចលើកយកចំណុចទាំងនេះយកទៅបកស្រាយបានបាទលើកជាឧទាហរណ៍បានដូចជាថានៅក្នុងរឿងទុំទាវបានបង្ហាញពីទំនៀមទម្លាប់និងអត្តសញ្ញាណរបស់ខ្មែរជាច្រើនតាមរយៈការរស់នៅជំនឿនិងប្រពៃណីរបស់ប្រជាជនខ្មែរការចូលរួមរបស់ទុំបាទទៅរៀនសូត្រនៅវត្តនៅក្នុងវត្តនិងការបួសនៅក្នុងវត្តនិងការបួសជាភិក្ខុបង្ហាញពីតួនាទីរបស់វត្តអារាមដែលជាកន្លែងអប់រំផ្ដល់ចំណេះដឹងដល់កូនខ្មែរក្រៅពីនេះការស្ដាប់ការសូត្រការធ្វើតោកនិងការរៀបចំពិធីមង្គលការសុទ្ធតែជាទំនៀមទម្លាប់ដែលបង្ហាញពីវប្បធម៌រស់នៅនាសម័យបុរាណរឿងនេះក៏បង្ហាញពីទំនាក់ទំនងរវាងគ្រួសារសង្គមនិងការគោរពឋានៈក្នុងសង្គមផងដែរសង្គមខ្មែរផងដែរបាទចឹងមួយវិញទៀតបើប្រធានដែលគេចោទសួរមកគឺតាក់ទងជាមួយនឹងការតស៊ូបងប្អូនណាចឹងនៅក្នុងរឿងទុំទាវបងប្អូនអាចលើកយកចំណុចនេះទៅសរសេរជាឧទាហរណ៍បានបាទដូចជាថានៅក្នុងរឿងទុំទាវតួអង្គទុំបានបង្ហាញពីការតស៊ូក្នុងការស្វែងរកសេចក្តីស្រឡាញ់និងការការពារសេចក្តីស្រឡាញ់របស់ខ្លួនជាមួយនាងទាវទុំមិនព្រមបោះបង់ចំពោះឧបសគ្គពីម្ដាយទាវនឹងការបង្ខំឲ្យទាវរៀបការជាមួយកូនម៉ឺនអជួនឡើយគេព្យាយាមរកវិធីដើម្បីបានទៅនៅជាមួយទាវរហូតដល់សុំសឹកពីព្រះគ្រូនិងធ្វើដំណើរទៅជួបទាវបាទទោះជាយ៉ាងណាការតស៊ូរបស់ទុំបានបញ្ចប់ដោយបរាជ័យព្រោះខ្វះការពិចារណានិងការគ្រប់គ្រងអារម្មណ៍បាទចឹងបើប្រធានដែលនិយាយវិទាក់ទងជាមួយនឹងភក្តីភាពបាទចឹងបងប្អូនយើងអាចលើកយកចំណុចនេះនៅក្នុងរឿងទុំទាវយកទៅសរសេរបានបាទឧទាហរណ៍ដូចជាភក្តីភាពត្រូវបានបង្ហាញតាមរយៈសេចក្តីស្រឡាញ់របស់ទុំនិងទាវដែលមានចិត្តស្មោះត្រង់ចំពោះគ្នាទោះបីត្រូវប្រឈមនឹងការរារាំងពីគ្រួសារនិងសង្គមក៏ដោយទាវមិនព្រមបំភ្លេចទុំហើយព្យាយាមធ្វើសរសេរផ្ញើដំណឹងពីការបង្ខំរៀបការចំណែកទុំនៅតែស្រឡាញ់ទាវរហូតដល់ពេលចុងបញ្ចប់ភក្តីភាពរបស់អ្នកទាំងពីរបង្ហាញពីភាពស្មោះស្ម័គ្រក្នុងសេចក្តីស្រឡាញ់សេចក្តីស្នេហារបស់ពួកគេបាទចឹងយើងចូលដល់ចំណុចមួយទៀតបើប្រធានទាំងឡាយណាដែលគេចោទសួរតាក់ទងជាមួយនឹងអធិពលនៃអំណាចនិងវណ្ណៈឬការគៀបសង្កត់នៅក្នុងសង្គមបងប្អូនរឿងទុំទាវយើងអាចលើកយកចំណុចនេះមកសរសេរជាឧទាហរណ៍បានបាទចឹងឧទាហរណ៍ដូចជារឿងនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្រើប្រាស់អំណាចនិងឋានៈក្នុងសង្គមមកសង្កត់សង្កិនលើសិទ្ធិសេរីភាពរបស់បុគ្គលម្ដាយទាវនិងអជួនបានប្រាក់អំណាចជាមន្ត្រីនិងទ្រព្យសម្បត្តិដើម្បីបង្ខំទាវឲ្យរៀបការជាមួយកូនរបស់ខ្លួនបាទកូនប្រុសរបស់ខ្លួនដោយមិនខ្វល់ពីសេចក្តីសុខឬចិត្តស្រឡាញ់របស់នាងទាវឡើយអំពើអយុត្តិធម៌នេះបានសម្លាប់ស្នេហានិងជីវិតរបស់យុវជនស្លូតត្រង់បាទចឹងបើប្រធាននៅក្នុងសំណេរយើងគេលើកយកបញ្ហាតម្លាយស្ត្រីនិងសិទ្ធិសេរីភាពយកមកឲ្យយើងពន្យល់ឬយកឲ្យយើងបកស្រាយបាទក្នុងរឿងទុំទាវយើងអាចលើកតាមរយៈតួអង្គទាវបាទរឿងនេះបានលើកដំពោះសិទ្ធិសេរីភាពរបស់ស្ត្រីក្នុងការជ្រើសរើសគូស្រករទាវបានហ៊ានប្រកែកនិងតវ៉ាចំពោះការរៀបចំទុកដាក់របស់ម្ដាយដែលខុសពីបំណងរបស់នាងបំណងប្រាថ្នារបស់នាងបាទនេះជាគំនិតជឿនលឿនមួយដែលចង់រំដោះស្ត្រីឲ្យរួចផុតពីផ្នត់គំនិតបុរាណគឺនំមិនធំជាងនាលនេះបាទចូលដល់ចំណុចមួយទៀតបងប្អូនទាំងអស់គ្នាណាចឹងផលវិបាកនៃការប្រើប្រាស់អារម្មណ៍ជលហួសហេតុចឹងបើប្រធានតកតជាមួយនឹងចំណុចនេះបងប្អូនយើងអាចលើកយក
ចំណុចនេះយកមកសរសេរបាននៅក្នុងរឿងទុំទាវយើងបាទឧទាហរណ៍ថារឿងទុំទាវក៏ជាមេរៀនអប់រំមួយបង្ហាញថាការប្រើប្រាស់មនោសញ្ចេតនានិងអារម្មណ៍ស្រឡាញ់ខ្លាំងពេកដោយខ្វះការពិចារណានិងខ្វះយុទ្ធសាស្ត្រអាចនាំមកនូវវិនាសកម្មការប្រញាប់ប្រញាល់របស់ទុំក្នុងការទៅដណ្ដើមនាងទាវទាំងកណ្ដាលពិធីការដោយមិនបានរៀបចំផែនការឲ្យហ្មត់ចត់បានធ្វើឲ្យលោកបាត់បង់ជីវិតនិងបង្កជាសោកនាដកម្មយ៉ាងខ្លោចផ្សាបាទចឹងចំណុចសំខាន់មួយចំនួនដែលខ្ញុំបានលើកយកមកបង្ហាញនៅក្នុងរឿងទុំទាវនេះក៏មានតែប៉ុណ្្នេះដែរតែតាមពិតរឿងទុំទាវយើងនៅមានចំណុចជាច្រើនទៀតដែលយើងអាចលើកយកមកជាឧទាហរណ៍បានតែខ្ញុំសូមលើកយកតែប៉ុណ្្នេះទេដើម្បីកុំឲ្យវីដេអូយើងវែងពេកហើយខ្ញុំក៏ចង់សូមបញ្ជាក់ប្រាប់ដល់បងប្អូនសិស្សានុសិស្សអស់គ្នាផងដែរថាការប្រឡងសញ្ញាបត្របាក់ឌុបគឺចិត្តឈានចូលមកដល់ហើយបាទមិនថាមុខវិជ្ជាវិទ្យាសាស្ត្រពិតឬក៏វិទ្យាសាស្ត្រសង្គមទេគឺតែងតែមានមុខវិជ្ជាភាសាខ្មែរយើងចូលជាមួយចឹងការប្រឡងសញ្ញាបត្រនេះគឺទាមទារឲ្យយើងនឹងរៀនចេះសរសេរសំណេរភាសាខ្មែរយើងឲ្យបានល្អិតល្អន់បានច្បាស់លាស់ទាំងសំណេរបែបពន្យល់បែបពិភាក្សាបែបប្រៀបធៀបហើយអ្វីដែលសំខាន់នោះដើម្បីសរសេរសំណេរតែនសេចក្តីយើងបានល្អទាមទារឲ្យបងប្អូនទាំងអស់គ្នានឹងព្យាយាមអានសំណេររបស់គេឲ្យបានច្រើនបាទសំណេរឲ្យបានច្រើនដូចជាចូលរួមស្ដាប់វីដេអូដែលតាក់ទងជាមួយនឹងសំណេរតែនសេចក្តីនេះឲ្យបានច្រើនបាទបានច្រើនដែលអាចធ្វើទៅបានដល់ពេលយើងរៀនអានរបស់គេឲ្យបានញឹកញាប់បំផុតរៀនសរសេរខ្លួនឯងខ្លះផងទៅយើងទទួលបានជោគជ័យព្រោះហើយយើងក៏ឆ្លៀតពេលស្ដាប់នៅវីដេអូមួយចំនួនដែលតាក់ទងជាមួយនឹងការបង្រៀនអំពីតែនសេចក្តីនេះទៀតទៅធ្វើឲ្យយើងមានគំនិតឬឲ្យមានគំនិតមានហេតុផលផ្សេងយកមកសរសេរនៅក្នុងតែនសេចក្តីយើងបានល្អនិងបានបន្ទុកខ្ពស់អ្វីដែលសំខាន់មួយទៀតនោះគឺទាមទារឲ្យបងប្អូនសិស្សានុសិស្សទាំងអស់នេះគឺត្រូវតែរករៀនរឿងអក្សរសិល្ប៍ខ្មែរយើងឲ្យបានច្រើនហើយរឿងអក្សរសិល្ប៍ខ្មែរយើងគឺមានច្រើនណាស់បងប្អូនទាំងអស់គ្នាហើយអាចលើកយកមកសរសេរនៅក្នុងសំណេរតែនសេចក្តីបានបាទដូចជារឿងទុំទាវរឿងកលាបបៃលិនរឿងផ្កាស្រពោនរឿងមេលាដួងចិត្តរឿងភូមិទេរឆានគ្រូបង្រៀនស្រុកស្រែរឿងសឹមអ្នកបឡានរឿងថៅកែចិត្តចោលបាទមានច្រើនមែនតើនៃរឿងព្រះអាទិត្យថ្មីរើសផែនដីចាស់បាទមានច្រើនណាស់រឿងរាមកេរ្តិ៍រឿងវេស្សន្តរជាដើមសុទ្ធជារឿងដែលល្អសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាអាចយកមកសរសេរជាអំណះអំណាងនៅក្នុងការលើកជាឧទាហរណ៍សម្រាប់គ្រប់គ្រងឲ្យការបកស្រាយរបស់យើងដើម្បីឲ្យបន្ទុកនៃការសរសេរតែសេចក្តីយើងគឺបានខ្ពស់និងបានល្អផងដែរចឹងចុងក្រោយនេះគឺមានតែជូនពរបងប្អូនសិស្សានុសិស្សទាំងអស់គ្នាទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបាក់ឌុបនៅថ្ងៃខាងមុខនេះបាននិទេសល្អទាំងអស់គ្នាគ្រប់មុខវិជ្ជាមិនថាតែមុខវិជ្ជាភាសាខ្មែរគណិតវិទ្យារូបវិទ្យាឬក៏មុខវិជ្ជាអ្វីទេគឺទទួលបានលទ្ធផលល្អបាននិទេសអេទាំងអស់គ្នាបាទហើយកុំភ្លេចខិតខំរៀនសូត្រផងបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត